design កាត់តវីដេអូឬក៏លេងហ្គេមមកមើលជាមួយនឹង laptop មួយនេះទាំងអស់គ្នានេះគឺជា model Asus TUF Gaming F16 ដែលការ design របស់វាបែប LED ពណ៌ checker gray ដែលអាចនិយាយបានថាពណ៌ប្រផេះកម្ៅអីហ្នឹងប៉ុន្តែយើងមើលមកវាទាន់សម័យហើយស៊ីវិល័យខ្លាំងមែនតើស័ក្តិសមចំពោះអ្នកដែលយកទៅដើម្បីធ្វើការ design ឬក៏ការលេង game អីហ្នឹងហើយមកមើលការ design ខាងក្រោមវានេះវិញវាមានប្រឡោះសម្រាប់ឲ្យខ្យល់ចេញចូលបានល្អខ្លាំងមែនតើអញ្ចឹងប្រភេទពួក gaming នេះវាត្រូវការបញ្ចេញកម្ដៅខ្លាំងព្រោះអីម៉ាស៊ីនវារត់ខ្លាំងដូចគ្នាអញ្ចឹងប្រឡោះធំនេះធ្វើឲ្យងាយស្រួលក្នុងការប្រើប្រាស់ឲ្យហើយវាអត់ក្តៅខ្លាំងទេហើយពពួក TUF Gaming នេះគឺវាល្បីខ្លាំងមែនទែនចំពោះការធន់ហើយបើនិយាយពីគីឡូរបស់វាវិញត្រឹមតែ 2.20 គីឡូក្រាមតែប៉ុណ្ណឹងគឺងាយស្រួលដាក់ទៅតាមខ្លួនដល់ពេលដែលយើងចង់យកទៅធ្វើការនៅខាងក្រៅឬក៏យកទៅជុំមិត្តភ័ក្តិនៅកាហ្វេលេងហ្គេមលេងអីចឹងវាងាយស្រួលយកតាមខ្លួនមែនតើហើយបើចំពោះផ្នែកខាងមុខរបស់វាវិញទៅលើអេក្រង់របស់វានេះបើនិយាយទៅចំពោះគែមខាងលើជាមួយនឹងគែមខាងកៀនជាមួយអេក្រង់មើលមកពេញភ្នែកមែនតើគែមខាងកៀនរបស់វាធ្វើមករៀងទូចហើយអាគែមខាងលើនេះក៏រៀងស្ដើងដែរអញ្ចឹងក្នុងការមើលទៅលើអេក្រង់របស់យើងមើលមកគឺពេញភ្នែកល្អខ្លាំងមែនតើហើយបើនិយាយចំពោះ keyboard វាវិញ keyboard វាជាប្រភេទ keyboard ដែលមកជាមួយនឹងភ្លើង RGB យើងអាចផ្លាស់ប្ដូរបានទៅតាម function របស់វាដែលដាក់មក4 function មានភ្លើងបែបromantic បែបញាក់ការដូរភ្លើងទៅវិញទៅមកនេះហើយជាមួយនឹងភ្លើងយើងចង់ដាក់ set មកពណ៌ក៏បានដែរអញ្ចឹងកន្លែងមកមើល port របស់វាវិញកន្លែងមកមើលខាងនេះវាមាន USB 2ហើយជាមួយខាងនេះមានដូចជា HDMI ខ្សែ network Thunderbolt ឬក៏ជាមួយនឹងកន្លែងដែលយើងដោតជាមួយកាសអីហ្នឹង something ផ្សេងទៀតច្រើនខ្លាំងមែនតើបងប្អូនអញ្ចឹងបងប្អូនងាយស្រួលក្នុងការតភ្ជាប់ជាមួយនឹង device ផ្សេងច្រើនជម្រើសខ្លាំងមែនតើបងប្អូនអញ្ចឹងចំពោះ model ដែលខ្ញុំកំពុងការនេះដែរជាប្រភេទ Asus TUF Gaming F16 អញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាច check ទៅលើ website ដែលខ្ញុំបានដាក់ link description នៅខាងក្រោម Asus TUF Gaming F16 នេះដែរវាបំពាក់មកជាមួយនឹង CPU Intel Core i7 ដែលជាជំនាន់ចុងក្រោយវាមានរហូតដល់16 core 24 thread ដែលបានន័យថាអ្នកនរគ្នាអាចយកទៅលេង game ឬក៏កាត់តវីដេអូឬក៏ប្រភេទ programming អីបានយ៉ាងល្អខ្លាំងមែនទែនចឹងចំពោះ RAM របស់វាវិញមានរហូតដល់ 16GB ហើយចំណែក storage វាវិញរហូតដល់ 1TB ចឹងទាំង RAM ទាំង storage របស់វាក៏អាច upgrade បានថែមទៀតផងទៅតាមការចង់បានរបស់បងប្អូនទាំងអស់គ្នាហើយបើនិយាយចំពោះ graphic card របស់វាជាប្រភេទ graphic card NVIDIA RTX 558G ដែលអាចជួយជំរុញខ្លាំងមែនទែនទៅលើការលេង game ដូចជា GTA 5 Far Cry ឬក៏ Call of Duty ហ្នឹងthe best បងប្អូនចំណែកអេក្រង់របស់វាវិញមានទំហំអេក្រង់រហូតដល់ 16 inch ចំណែក resolution របស់វាមានរហូតដល់ Full HD Plus ឯណោះហើយបើ refresh rate របស់វាវិញរហូតដល់ 165Hz អញ្ចឹងមើលមកលេង game មកគឺអែមខ្លាំងមែនតើបងប្អូនអញ្ចឹងបើចំពោះទំហំថ្មរបស់វាវិញគឺមានទំហំថ្មរហូតដល់ 4 សេសអាចប្រើបានពីចន្លោះពេល 4 ម៉ោងទៅ 5 ម៉ោងអាស្រ័យទៅលើការប្រើប្រាស់របស់អ្នកទាំងអស់គ្នាដែរទេវាក៏មកជាមួយនឹងឆ្នាំងសាកដែលមានកម្លាំងសាករហូតដល់280 វ៉ាត់ផងដែរដែលធ្វើឲ្យការសាករបស់យើងនឹងវាលឿនខ្លាំងមែនទែនហើយបងប្អូនមិនបាច់ព្រួយបារម្ភក្នុងការលេងបដាសាកបដានោះទេប្រភេទពួក gaming នេះការបដាសាកបដាវាជួយខ្លាំងមែនទែនចំពោះម៉ាស៊ីនតែធ្វើឲ្យម៉ាស៊ីនហ្នឹងវារត់កាន់តែខ្លាំងចឹងការ performance របស់វាក៏កាន់តែខ្លាំងកាន់តែស្ងួតល្អថែមទៀតផងចឹងបងប្អូនចង់ឲ្យខ្ញុំ review model មួយណាទៀតបងប្អូនអាច comment នៅខាងក្រោម Bye